ដូចនេះដែលហៅថា embryology embryology បានន័យថាគឺជាការកកើតដំបូងនៃរូបរាងរបស់កូននៅក្នុងស្បូនរបស់ស្ត្រីអញ្ចឹងកូនជាទូទៅគឺគាត់កើតចេញពីកោសិកាកូនដែលកោសិកាកូនហ្នឹងនឹងធ្វើការបំលែងទៅជារូបរាងរបស់កូនអញ្ចឹងកោសិកាកូនហ្នឹងបានមកពីអ្វីកោសិកាកូនគឺបានមកពីមេជីវិតបុរសចូលទៅជួបជាមួយនឹងមេជីវិតរបស់ស្ត្រីហើយធ្វើការបង្កកំណើតទៅជាកោសិកាថ្មីអញ្ចឹងនេះគឺជាប្រភេទរបស់ស្ត្រីយើងមានទ្វារមាសខាងក្រៅរួមភេទមានមាត់ស្បូនមានតួស្បូនមានសន្ទាប់រដូវហើយនឹងមានដៃស្បូនស្ដាំឆ្វេងនិងមានកសោមេជីវិតស្ដាំឆ្វេងជាធម្មតាក្នុងមួយវគ្គរដូវរបស់ស្ត្រីតែងតែមានមេជីវិតបញ្ចេញចាអាចបញ្ចេញខាងស្ដាំឬក៏អាចបញ្ចេញខាងឆ្វេងហើយក្រោយមេជីវិតស្ត្រីបញ្ចេញមកមេជីវិតរបស់ស្ត្រីនឹងស្រូបចូលទៅក្នុងដៃស្បូនមេជីវិតរបស់ស្ត្រីអាចរស់នៅបានតែ12ម៉ោងឬ24ម៉ោងទេក្រោយបញ្ចេញអញ្ចឹងនៅពេលដែលស្ត្រីនិងបុរសដាក់កម្មវិធីរួមភេទគ្នាចំថ្ងៃដែលមេជីវិតរបស់ស្ត្រីបញ្ចេញចាទឹកកាមរបស់បុរសនឹងខ្ជាក់មកទៅមាត់ស្បូនហើយក្នុងទឹកកាមមានមេជីវិតបុរសរាប់លានបើសិនជាបុរសមានសុខភាពល្អមេជីវិតបុរសហ្នឹងគឺបានហែតោងសម្បោមាត់ស្បូនចូលមកក្នុងស្បូនហើយហែទៅតាមដៃស្បូនអញ្ចឹងមេជីវិតបុរសហែមកតាមដៃស្បូនក៏មកជួបជាមួយនឹងមេជីវិតរបស់ស្ត្រីហើយក៏ធ្វើការបង្កកំណើតអញ្ចឹងមេជីវិតរបស់ស្ត្រីជាធម្មតាគឺមានសបកនៅខាងក្រៅហើយបន្ទាប់មកមានសបកមួយទៀតគឺព័ទ្ធជុំវិញណយយោរបស់មេជីវិតរបស់ស្ត្រីនៅពេលដែលមេជីវិតបុរសហ្នឹងមកជួបជាមួយនឹងមេជីវិតរបស់ស្ត្រីនៅដៃស្បូនហ្នឹងមេជីវិតបុរសតាមពិតទៅមានរាប់លានមកទុំជាប់សបកកោសិកាមេជីវិតស្ត្រីហ្នឹងតែមានតែមេជីវិតបុរសមួយទេដែលអាចជ្រៀតចូលទៅក្នុងដើម្បីធ្វើការបង្កកំណើតបានចាអញ្ចឹងមេជីវិតបុរសហ្នឹងក៏វាជ្រៀតចូលទៅក្នុងអាសបកនៅខាងក្រៅបន្ទាប់មកទៀតវាក៏ជាតិចូលទៅក្នុងសបកខាងក្នុងរបស់កោសិកាមេជីវិតរបស់ស្ត្រីពិសេសវាមាននៅក្បាលមេជីវិតបុរសហ្នឹងមានក្រហមនេះគេហៅអង់ស៊ីមដែលអង់ស៊ីមហ្នឹងគឺវាបំបែកសបកហ្នឹងហើយវាបញ្ចូលក្បាលរបស់វាហ្នឹងដែលមានណយយោរបស់មេជីវិតបុរសហ្នឹងចាចូលទៅក្នុងកោសិកាមេជីវិតរបស់ស្ត្រីហើយក៏វាផ្ដាច់កតុយវានៅខាងក្រៅហើយនឹងក្បាលរបស់វាហ្នឹងចាប់ផ្ដើមបច្ឆៀតចូលណយយោរបស់មេជីវិតបុរសហ្នឹងចូលទៅក្នុងណយយោរបស់មេជីវិតរបស់ស្ត្រីចាអញ្ចឹងពេលដែលវាបច្ឆៀតចូលណយយោទៅក្នុងណយយោរបស់មេជីវិតរបស់ស្ត្រីហើយវាចាប់ផ្ដើមប្លុកវាបិទសបកហ្នឹងមិនឲ្យមេជីវិតផ្សេងទៀតចូលមកបានទេចាអញ្ចឹងបន្ទាប់មកវាក៏ធ្វើការបង្កកំណើតចាដោយវាបញ្ចូលរួមគ្នារវាងណយយោរបស់មេជីវិតបុរសនិងណយយោរបស់មេជីវិតរបស់ស្ត្រីក៏បង្កើតបានទៅជាកោសិកាថ្មីចាដែលយើងហៅថាជាកោសិកា zygote បានហ្នឹងគឺជាកោសិកាកូនហ្នឹងដែលកោសិកាកូនហ្នឹងនឹងធ្វើដំណើរពីដៃស្បូនចូលមកក្នុងសន្ទាប់រដូវចូលមកក្នុងស្បូនណាចាអញ្ចឹងនៅពេលដែលវាធ្វើដំណើរហ្នឹងវាចាប់ផ្ដើមធ្វើការបំបែកខ្លួនរបស់កោសិកាហ្នឹងតាមមីតូសចាបានន័យថា1វាបំបែកទៅ2 2វាបំបែកទៅ4 4វាបំបែកទៅ8 8បំបែកទៅ16វាបំបែករហូតហើយវាធ្វើដំណើរជាប់ជាង5ទៅ6ថ្ងៃបានមកដល់នៅក្នុងស្បូនចាហើយបានចាប់ផ្ដើមធ្វើការទុំជាប់ទៅក្នុងសន្ទាប់រដូវអញ្ចឹងអានេះគឺជាកោសិកាកូនដែលវាបានមកដល់នៅក្នុងស្បូនអញ្ចឹងវាចែកចេញជា2ប្រភេទកោសិកាធំគឺមានកោសិកា embryoblast និងកោសិកា trophoblast ដែល embryoblast នេះហើយវាបង្កើតទៅជាខ្លួនរបស់កូនសរីរាង្គរបស់កូន trophoblast គឺបង្កើតបានទៅជាសុកដើម្បីសម្រាប់ចិញ្ចឹមកូនហើយដែលកោសិកាកូនហ្នឹងវាចូលមកក្នុងស្បូនអញ្ចឹងវានឹងធ្វើការទុំនៅបរិវេណសន្ទាប់រដូវពណ៌បៃតងនេះគឺទីតាំងដែលល្អសម្រាប់កូនទុំចាអញ្ចឹងនេះគឺជារូបភាពរបស់ស្បូនអានេះមាត់ស្បូនចានេះតួស្បូនអានេះគឺជាសន្ទាប់រដូវហើយទីតាំងពណ៌បៃតងគឺទីតាំងដែលកូនទុំល្អអញ្ចឹងនៅពេលដែលកោសិកាកូនហ្នឹងវាបានភ្ជាប់មកជាមួយកោសិកាសន្ទាប់រដូវវាចាប់ផ្ដើមចាមានអង់ស៊ីមចាមានសារជាតិដែលធ្វើឲ្យកោសិកាកូននឹងអាចជ្រៀតចូលទៅក្នុងកោសិកាសន្ទាប់រដូវពេលហ្នឹងហើយកត្តាមួយចំនួនស្ត្រីខ្លះគាត់មានការធ្លាក់ឈាមចាអញ្ចឹងគេហៅថាឈាមរាងក្បាលកូនហ្នឹងគឺនៅពេលដែលកោសិកាកូននឹងវាចាប់ផ្ដើមជ្រៀតចូលទៅក្នុងកោសិកាសន្ទាប់រដូវនៅពេលដែលកោសិកាកូនជ្រៀតចូលក្នុងកោសិកាសន្ទាប់រដូវវាចាប់ផ្ដើមធ្វើការបំបែកខ្លួនវាបំបែករូបរាងវាបន្តទៀតហើយបានវាចាប់ផ្ដើមលយចេញវាចាប់ផ្ដើមរីកលូតលាស់ធំនិងលយចេញបន្តិចម្ដងមកក្នុងសន្ទាប់រដូវរបស់ស្ត្រីវិញ